ទេសប៉ាគីស្ថាននៅថ្ងៃពុធបានបដិសេធយ៉ាងដាច់អហង្ការចំពោះរបាយការណ៍ដែលថាទីក្រុងអ៊ីស្លាមាបាតនឹងបើកផ្លូវឆ្លងកាត់សម្រាប់ការដឹកជញ្ជូនប្រព័ន្ធមីស៊ីលពាក់លើស្មាផលិតដោយប្រទេសចិនរហូតដល់400គ្រឿងទៅកាន់ប្រទេសអ៊ីរ៉ង់នាយកដ្ឋានព័ត៌មានយោធាប៉ាគីស្ថានហៅកាត់ ISPR បានប្រាប់អាណាឌូលូថាសេចក្តីរាយការណ៍ទាំងអស់នេះគឺគ្មានមូលដ្ឋាននិងផ្ទុយពីការពិតទាំងស្រុងហើយការប៉ាន់ស្មានបែបនេះត្រូវបានបដិសេធយ៉ាងដាច់អហង្ការប្រតិកម្មរបស់ប៉ាគីស្ថានកើតឡើងបន្ទាប់ពីកាសែត Reuters រាយការណ៍ថាអ៊ីរ៉ង់ត្រូវបានរំពឹងថានឹងទទួលបានការដឹកជញ្ជូនលើកដំបូងនៃប្រព័ន្ធការពារអាកាសទាំងនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីលពាក់លើស្មានេះមានទឹកប្រាក់ចន្លោះពី60ទៅ70លានដុល្លារក្នុងនោះអ៊ីរ៉ង់បានទិញប្រព័ន្ធការពារដែនអាកាសបំពាក់លើស្មាប្រភេទ QW12 និង FN16 ចន្លោះពី300ដល់400គ្រឿងកិច្ចព្រមព្រៀងនេះគឺជាកិច្ចប្រឹងប្រែងមួយរបស់អ៊ីរ៉ង់នៅក្នុងការពង្រឹងប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លីចាប់តាំងពីសង្គ្រាមជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈមកប្រពន្ធបានឲ្យដឹងទៀតថាក្រោមផែនការដែលបានព្រមព្រៀងដោយភាគីពាក់ព័ន្ធការដឹកជញ្ជូនជើងដំបូងនឹងត្រូវហោះហើរចេញពីទីក្រុងអ៊ូរ៉ាំគីភាគខាងលិចប្រទេសចិនហើយឆ្លងកាត់ប្រទេសប៉ាគីស្ថានមុនពេលដឹកដល់ប្រទេសអ៊ីរ៉ង់ទោះបីជាយ៉ាងណាប្រពន្ធមិនបានបញ្ជាក់ឲ្យច្បាស់ថាតើការដឹកជញ្ជូនប្រព័ន្ធមីស៊ីលពាក់លើស្មាផលិតដោយប្រទេសចិននោះនឹងឆ្លងកាត់ប្រទេសប៉ាគីស្ថានតាមរយៈផ្លូវអាកាសឬផ្លូវគោកនោះទេ